5 ចំណុចត្រូវដឹងអំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដក 1. ជាយន្តការបំពេញបន្ថែមឲ្យយន្តការដែលមានស្រាប់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលយើងហៅកាត់ថាអដកនេះត្រូវបានបង្កើតឡើងដោយប្រជាជនចុះថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2023 ដើម្បីជាយន្តការបំពេញបន្ថែមឲ្យយន្តការដែលមានស្រាប់ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋកម្ពុជា យន្តការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ចំនួន 3 គឺទី 1 ជួយកាត់បន្ថយនៃការកកស្ទះសំណុំរឿងនៅតាមតុលាការ និងទី 2 ជួយបង្ខិតសេវាយុត្តិធម៌ឲ្យកាន់តែគៀកនឹងប្រជាពលរដ្ឋនិងចំណុចសំខាន់ទី 3 នោះគឺការបង្កើតឲ្យមាននៅសុខដុមនីយកម្មនៅក្នុងសង្គមមូលដ្ឋានរបស់ប្រជាពលរដ្ឋយើង 2. រាល់ការដោះស្រាយវិវាទមិនតម្រូវឲ្យមានការបង់ប្រាក់ ជាការគិតគូររបស់ប្រមុខរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រជាពលរដ្ឋដែលប្រើប្រាស់នៅសេវាក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះមិនតម្រូវឲ្យមានការបង់កម្រៃសេវាណាមួយឡើយរាល់ការចំណាយទាំងអស់គឺជាបន្ទុករបស់រដ្ឋ 3. ការដាក់ពាក្យបណ្ដឹងមកអដកមិនមានភាពស្មុគស្មាញ បច្ចុប្បន្នប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យបណ្ដឹងមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលោកអាចដាក់ពាក្យបណ្ដឹងដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាប្រជាពលរដ្ឋក៏អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈទំព័រ Facebook របស់អាជ្ញាធរជាតិឬក៏ប្រព័ន្ធ Telegram របស់អាជ្ញាធរជាតិដែលយើងបានផ្សព្វផ្សាយជូនកន្លងមកបាទ 4. នីតិវិធីដោះស្រាយរបស់អដកមានភាពសាមញ្ញនិងឆាប់រហ័ស ការដាក់ពាក្យបណ្ដឹងមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺយើងរៀបចំឲ្យមានលក្ខណៈសាមញ្ញងាយស្រួលមានន័យថាប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យបណ្ដឹងមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលោកអាចរៀបចំជាទម្រង់ពាក្យស្នើសុំឬក៏ពាក្យសុំអន្តរាគមន៍ដោយមិនមានទម្រង់ជាក់លាក់ណាមួយទេតែគ្រាន់តែបញ្ជាក់ពីអ្វីដែលគាត់ចង់ឲ្យអាជ្ញាធរជាតិធ្វើការសម្រុះសម្រួលជូនមកគាត់ហើយនីតិវិធីនិងបែបបទនៃការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិនេះគឺមានលក្ខណៈសាមញ្ញរក្សាបាននៅការសម្ងាត់ហើយនឹងឆាប់រហ័សពោលគឺបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋយើងចាប់ផ្ដើមពិនិត្យលើពាក្យបណ្ដឹងហ្នឹងហើយយើងចាត់តាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទរបស់យើងដើម្បីពិនិត្យសិក្សាលើពាក្យបណ្ដឹងហើយនឹងអាចធ្វើលិខិតកោះអញ្ជើញគូភាគីមកធ្វើការសម្រុះសម្រួលក្នុងរយៈពេលមួយដ៏ឆាប់រហ័ស 5. អដកមានសមត្ថកិច្ចដោះស្រាយវិវាទរដ្ឋបវេនីវិវាទពាណិជ្ជកម្មនិងវិវាទដទៃទៀតលើកលែងសំណុំរឿងព្រហ្មទណ្ឌ បាទផ្អែកតាមប្រជាកិច្ចស្ដីពីការបង្កើតការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានសមត្ថកិច្ចដោះស្រាយសម្រុះសម្រួលលើវិវាទរដ្ឋបវេនីវិវាទពាណិជ្ជកម្មនិងវិវាទដទៃទៀតដែលច្បាប់អនុញ្ញាតលើកលែងតែករណីព្រហ្មទណ្ឌមួយទេដែលយើងមិនអាចធ្វើការសម្រុះសម្រួលបានលើកលែងតែច្បាប់ប្រកួតសិទ្ធិជូនបាទចំពោះសំណុំរឿងដែលកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តុលាការអដកក៏អាចយកសំណុំរឿងនេះមកពិនិត្យនិងសម្រុះសម្រួលដោះស្រាយបានផងដែរតាមរយៈយន្តការ2ទី1សំណុំរឿងនេះត្រូវបានបញ្ជូនពីតុលាការក្នុងករណីដែលភាគីវិវាទបង្ហាញឆន្ទៈស្នើសុំបញ្ជូនសំណុំរឿងនេះមកអដកនិងតាមរយៈយន្តការទី2នោះគឺថាប្រជាពលរដ្ឋខ្លួនឯងផ្ទាល់អាចដាក់ពាក្យស្នើសុំមកអដកដើម្បីសម្រុះសម្រួលរឿងរបស់គាត់បានតែម្ដង